កំភ្លើង Type 56 ឬ AK ចិនដែលជាអាវុធដែលកំពុងតែត្រូវបានប្រើប្រាស់ដោយវីរៈកងទ័ពរបស់កម្ពុជានៅក្នុងការការពារការឈ្លានពានទឹកដីពីសំណាក់ពួកចៅសៀមផងដែរនៅក្នុងប្រទេសកម្ពុជាបងប្អូនយើងប្រហែលជាគិតថាយោធាឬកងកម្លាំងរបស់យោធាកម្ពុជាទាំងមូលប្រើប្រាស់ជាមួយនឹងកំភ្លើងម៉ាក AK-47 ដែលមានដើមកំណើតមកពីសូវៀតភាគច្រើនប៉ុន្តែតាមពិតទៅមិនមែនទេយោធារបស់កម្ពុជាភាគច្រើនគឺប្រើប្រាស់កំភ្លើង Type 56របស់ចិនដែលមានចំនួនច្រើនជាង AK-47 ទៅទៀតនៅក្នុងកងកម្លាំងបច្ចុប្បន្នជាពិសេសគឺកងកម្លាំងជួរមុខតែម្ដងយ៉ាងណាមិញកំភ្លើងទាំងពីរប្រភេទនេះសុទ្ធសឹងតែត្រូវបានប្រើប្រាស់ដោយកងជួរមុខរបស់យោធាកម្ពុជាទាំងមូលតែម្ដងប៉ុន្តែកំភ្លើង Type 56ត្រូវបានគេដឹងថាមានចំនួនច្រើនជាង AK-47 បញ្ជាអំពីវត្តមានរបស់កំភ្លើងមួយនេះមកដល់ដៃយោធាកម្ពុជាវាកាត់ឡើងចាប់តាំងពីសតវត្សនៅក្នុងឆ្នាំ1960ទៅ70មកម្លេះពោលគឺប្រទេសចិនជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេមកកាន់កម្ពុជាតែម្ដងតាំងពីសម័យកាលដែលមានចំនួននៅក្នុងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមកម្លេះយ៉ាងណាមិញការចាប់ផ្ដើមដំបូងបំផុតរបស់កំភ្លើងនេះគឺវាត្រូវបានផលិតឡើងតាំងពីឆ្នាំ1950នៅពេលដែលសហភាពសូវៀតបានផ្ដល់អាជ្ញាប័ណ្ណនិងបច្ចេកវិទ្យាផលិតកំភ្លើងទៅកាន់ប្រទេសចិនហើយប្រទេសចិនបានអនុវត្តវានិងបានផលិតយកតម្រាប់ទៅតាមកំភ្លើង AK-47 របស់សហភាពសូវៀតផ្ទាល់តែម្ដងការផលិតនេះវាបានចេញជាផ្លូវការនៅឆ្នាំ1956ដោយក្រុមហ៊ុន Noriko ទៅគេដាក់ឈ្មោះវាថា Type 56ការចែកចាយចេញពីប្រទេសចិននៅពេលដែលផលិតនៅក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់តម្លៃរបស់វាក៏ចាប់ផ្ដើមចូលថោក Type 56ត្រូវបានគេនាំចេញទៅលក់ទូទាំងពិភពលោកតែម្ដងជាពិសេសនៅក្នុងសម័យសង្គ្រាមត្រជាក់ផងដែរវត្តមានរបស់វាចូលមកកាន់កម្ពុជាដំបូងនៅក្នុងជំនួយរបស់រដ្ឋាភិបាលសង្គមរាស្ត្រនិយមហើយយកមកក្រោយមកត្រូវបានប្រើប្រាស់នៅក្នុងជំនួបភាគីសង្គ្រាមស៊ីវិលកម្ពុជាដែលបងប្អូនយើងដឹងស្រាប់ហើយដែលត្រូវបានប្រើប្រាស់ដោយកងទ័ពខ្មែរក្រហមកងទ័ពសាធារណរដ្ឋខ្មែរនិងរដ្ឋកម្ពុជាទោះបីជាបច្ចុប្បន្នគេឃើញថាការអភិវឌ្ឍកំភ្លើងទៅមុខច្រើនហើយគេលេចវត្តមាននៅកំភ្លើង QBZ97 ដែលកងពលកម្ពុជាក៏មានប្រើប្រាស់ដូចគ្នាប៉ុន្តែយ៉ាងណា Type 56នៅតែជាអាវុធទី1ដែលកងទ័ពកម្ពុជាទុកចិត្តបំផុតសម្រាប់កិច្ចការការពារព្រំដែនដោយអនុភាពគ្រាប់ធ្ងន់និងភាពមិនងាយខូចរបស់វាតែម្ដងដែលវាជាដៃគូដ៏សំខាន់ជាមួយនឹង AK-47 ដែលកងទ័ពកម្ពុជានៅជួរមុខសុទ្ធសឹងតែប្រើប្រាស់វាតែម្ដងយ៉ាងណាភាពសម្គាល់របស់វាភាគច្រើនបំផុតគឺគេសម្គាល់ទៅលើកាំបិតស្រួចនៅជាប់ចុងកំភ្លើងជាសញ្ញាសម្គាល់របស់ Type 56ហើយកងទ័ពកម្ពុជាជាច្រើនហៅវាថា AK ចិនឬ AK ស្ពៃ Type 56ក៏បែងចែកចេញជាពីរប្រភេទផងដែរដែលទី1គេហៅថា Type 56ស្វ័យឈើដែលដងខាងក្រោយរបស់វាគឺធ្វើពីឈើរឹងមាំតែវាមានរាងវែងបន្តិចខណៈពេលដែល Type 56មួយប្រភេទទៀតគេហៅថា Type 56ដក1ឬស្វ័យបត់ដែលផ្នែកខាងក្រោយរបស់វាធ្វើពីដែកហើយអាចបត់បានផងដែរហើយប្រភេទនេះគឺមានច្រើននៅកម្ពុជាយើងតែម្ដងពីព្រោះថាវាងាយស្រួលស្ពាយនិងស្រួលចល័តផងដែរខណៈពេលយើងមកដឹងពីសមត្ថភាពរបស់វាវិញវាមានកម្លាំងបំផ្លាញខ្លាំងពីព្រោះវាប្រើប្រាស់គ្រាប់ 7.62 មីលីម៉ែត្រវាមានទម្ងន់ធ្ងន់ដែលអាចបាញ់ធ្លុះដើមឈើជញ្ជាំងថ្មឬពាសដែកស្ដាងបានល្អផងដែរហើយគ្រាប់របស់វាគឺខ្លាំងជាងគ្រាប់កំភ្លើង M16 របស់សហរដ្ឋអាមេរិកទៅទៀតភាពធន់របស់វាវិញគឺវាល្បីល្បាញបំផុតនៅលើពិភពលោកពីព្រោះថាទោះបីធ្លាក់ទៅក្នុងទឹកភក់ឬខ្សាច់ក៏វានៅតែអាចបាញ់បានដោយមិនងាយជាប់គាំងឡើយវាស័ក្តិសមបំផុតសម្រាប់កងទ័ពប្រយុទ្ធនៅក្នុងព្រៃជាពិសេសតែម្ដងចំពោះកាំបិតនៅចុងកំភ្លើង Type 56ភាគច្រើនមានកាំបិតចុងស្រួចបត់ជាប់និងផ្ដល់អានុភាពខ្លាំងនៅក្នុងការវាយប្រហារនៅក្នុងចម្ងាយគៀកផងដែរ Type 56ត្រូវបានគេសម្គាល់ថាជាអាវុធដ៏សាហាវនិងរឹងមាំនៅក្នុងសមរភូមិព្រៃភ្នំយើងមកមើលពីលក្ខណៈសម្បត្តិរបស់វាវិញវាអាចបាញ់បានចន្លោះពី300ទៅ400ម៉ែត្រហើយបងគ្រាប់របស់វាអាចដាក់បានប្រហែលជា30គ្រាប់ផងដែរយ៉ាងណាបើប្រៀបធៀបជាមួយនឹង AK-47 របស់រុស្ស៊ីយោធាជាច្រើនបាននិយាយថាវាមានទម្ងន់ធ្ងន់ជាងហើយវាមានគុណភាពដែកមិនសូវល្អដូចរបស់រុស្ស៊ីនោះទេដែលធ្វើឲ្យគេគិតថារបស់រុស្ស៊ីវាងាយស្រួលនៅក្នុងការបាញ់ត្រង់ជាងនិងធន់ជាងផងដែរ